គិតមកដល់ពេលបច្ចុប្បន្នមានអវកាសយានិកជាច្រើនបានឡើងទៅកាន់ទីអវកាសនិងឋានព្រះច័ន្ទប៉ុន្តែក៏មានសត្វជាច្រើនប្រភេទទៀតដែលបានឡើងទៅកាន់ទីអវកាសដូចមនុស្សយើងតែអ្នកដឹងទេថាសត្វទាំងនោះជាសត្វអ្វីខ្លះហើយមានរឿងអ្វីកើតឡើងខ្លះក្នុងពេលបញ្ជូនពួកវាទៅកាន់លំហចក្រវាឡនោះមុនពេលមនុស្សឡើងទៅកាន់ទីអវកាសពួកគេបានបញ្ជូនសត្វតូចធំជាច្រើនប្រភេទច្រើនក្បាលឲ្យបានឡើងទៅកាន់សាកល្បងជាមុនប៉ុន្តែការបញ្ជូននេះពេលខ្លះក៏ទទួលបានជោគជ័យពេលខ្លះក៏បរាជ័យហើយបានបណ្ដាលឲ្យសត្វទាំងនោះស្លាប់ជាបន្តបន្ទាប់ផងដែរនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ1947អង្គការ NASA របស់សហរដ្ឋអាមេរិកបានបង្ហោះយានអវកាសឈ្មោះ V2 ចេញពីរដ្ឋ New Mexico ទៅកាន់ទីអវកាសលើកដំបូងដោយនៅក្នុងយានអវកាសនេះក៏មានផ្ទុកបាក់តេរីនិងសត្វរុយខ្លះផងដែរនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949 Albert ទី2គឺសត្វស្វាទី1ដែលបានឡើងទៅដល់ទីអវកាសប៉ុន្តែវាបានស្លាប់ក្នុងពេលចុះមកកាន់ផែនដីវិញក្រោយមកសត្វស្វាចំនួន2ក្បាលទៀតគឺ Albert ទី3 Albert ទី4ក៏បានងាប់បន្តទៀតដែរដោយសារការបាញ់រ៉ុកែតបញ្ជូនយានទៅកាន់អវកាសត្រូវបរាជ័យគួរជម្រាបថារហូតមកដល់ពេលនេះមានសត្វស្វាសរុបចំនួន32ក្បាលហើយដែលបានជិះយានឡើងទៅទីអវកាសហើយស្វាដែលមានភាពល្បីឈ្មោះជាងគេគឺសត្វស្វាឈ្មោះ Chimpanzee នៅថ្ងៃទី15ខែសីហាឆ្នាំ1950កណ្ដុរមួយក្បាលត្រូវបានគេបញ្ជូនទៅកាន់ទីអវកាសទៀតប៉ុន្តែវាបានស្លាប់មុនពេលធ្វើដំណើរវិលត្រឡប់មកផែនដីវិញនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ1957សហភាពសូវៀតបានដាក់សត្វឆ្កែមួយក្បាល That was at the end of 1946. On February ឈ្មោះ Laika ទៅលើ Kairanov Sputnik 2 សុนัข Laika បានជួបឈ្មោះជាសត្វដំបូងគេដែលធ្វើដំណើរគោចរជុំវិញផែនដីបានសម្រេចប៉ុន្តែគួរឲ្យស្ដាយឆ្កែដ៏កំសត់មួយនេះបានស្លាប់នៅពេលដែលយាន Sputnik 2 ហោះហើរត្រឡប់មកផែនដីវិញក្នុងថ្ងៃដដែលនោះនៅថ្ងៃ18ខែតុលាឆ្នាំ1963បារាំងបានបញ្ជូនសត្វឆ្មាមួយក្បាលដំបូងរបស់ខ្លួនទៅក្នុងលំហអវកាសវាបានឡើងកម្ពស់160គីឡូម៉ែត្រហើយចុះចតដោយសុវត្ថិភាពនៅថ្ងៃទី15ខែកញ្ញាឆ្នាំ1968សហភាពសូវៀតបានបញ្ជូនសត្វអណ្ដើកចំនួន2ក្បាលឲ្យជិះយានអវកាសឡើងទៅទីអវកាសធ្វើបានគោចរជុំវិញព្រះច័ន្ទ7ថ្ងៃយាននេះក៏វិលត្រឡប់មកកាន់ផែនដីវិញហើយសត្វអណ្ដើកទាំង2ក្បាលនោះក៏រស់រានមានជីវិតផងដែរសូមជម្រាបនៅថ្ងៃទី12ខែមេសាឆ្នាំ1961អវកាសយានិកសូវៀតគឺលោក Yuri Gagarin បានក្លាយជាមនុស្សដំបូងដែលហោះហើរលើទីអវកាសយានអវកាសដែលលោកបានជិះឡើងទៅនោះមានឈ្មោះថា Voskhod 1បាទសូមអរគុណrocket into space at an altitude of 82 miles above the ground, carrying another living creature. This time was a